អញ្ចនកូនប្រុសតារាចម្រៀងព្រាបសុវត្ថិនាំមិត្តបរទេសច្រៀងរៀបរាប់ពីទុក្ខលំបាកកម្ពុជារងការឈ្លានពានពីថៃឲ្យពិភពលោកបានដឹងអញ្ចនកូនប្រុសតារាចម្រៀងព្រាបសុវត្ថិកំពុងរស់នៅទឹកដីអាមេរិកបាននាំមិត្តបរទេសចំនួន4នាក់ច្រៀងរៀបរាប់ពីទុក្ខលំបាកកម្ពុជាដែលកំពុងរងគ្រោះពីការឈ្លានពានពីថៃទោះបីជាកន្លងមកអញ្ចនដែលជាកូនប្រុសទី2របស់កំពូលតារាចម្រៀងព្រាបសុវត្ថិទទួលរងនឹងការរិះគន់ខ្លះៗអំពីការចេញបទចម្រៀងខុសពេលវេលាក្តីតែពេលនេះលោកបានទទួលការសរសើរច្រើនបន្ទាប់ពីបានចូលរួមផ្សព្វផ្សាយបញ្ហាប្រទេសជាតិបង្ហាញទៅកាន់អន្តរជាតិនិងបានសូមបួងសួងឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពតាមរយៈវីដេអូចម្រៀងខ្លីអញ្ចនបានបង្ហោះនៅលើ Facebook របស់ខ្លួនកាលពីពេលថ្មីៗនេះលោកបានដឹកនាំមិត្តភ័ក្តិបរទេសចំនួន4នាក់ច្រៀងចម្រៀងរៀបរាប់ពីទុក្ខលំបាករបស់កម្ពុជាដែលរងគ្រោះដោយការឈ្លានពានពីថៃដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងថាកម្ពុជាត្រូវការសន្តិភាពក្រៅពីច្រៀងរួមគ្នានៅបទចម្រៀងនេះអញ្ចនក៏បានចូលរួមជាថវិកាពីចម្ងាយចំនួន$1000ដើម្បីជួយដល់កងទ័ពនិងបងប្អូនជនភៀសសឹកដែលកំពុងរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាពបន្ទាប់ពីរងគ្រោះដោយសារការវាយប្រហាររបស់កងទ័ពសៀម